សង្វាក់អាជីវកម្មរវាងកម្ពុជាថៃនឹងទៅជាយ៉ាងណាបើសិនស្ថានភាពដូចពេលបច្ចុប្បន្ននេះកំពុងតែបន្តសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅចំណេះដឹងក៏ដូចជាដំណឹងល្អៗបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំរទ្ធីម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានដឹងឬក៏ស្វែងយល់ខ្លះៗដែលទាក់ទងជាមួយនឹងបញ្ហាការធ្វើអាជីវកម្មរវាងកម្ពុជាថៃតែម្ដងបន្តអំពីស្ថានភាពកម្ពុជាថៃកំពុងតែមានភាពមិនល្អប្រសើរនោះទេទាក់ទងជាមួយនឹងបញ្ហាបន្តព្រំដែនតែម្ដងដែលចាប់តាំងតែអំពីថ្ងៃទី28ខែឧសភាមកម្លេះបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃគឺស្ថិតនៅចំណុចមួយដែលមិនអាចបានស្មានដឹងមុននោះទេបើទោះបីជាក្នុងពេលបច្ចុប្បន្នតែម្ដងកងទ័ពរវាងប្រទេសទាំងពីរក៏មានការយាមកាមយ៉ាងខ្លាំងពីសំណាក់កងទ័ពរបស់ប្រទេសទាំងពីរដែលគួបទៅដោយមានការគ្រឿងសព្វាវុធទំនើបជាដើមដើម្បីកំពុងតែរងចាំមើលស្ថានភាពនឹងតែម្ដងបើទោះបីជាមានការចរចារវាងមន្ត្រីថ្នាក់ក្រោមរហូតដល់មន្ត្រីថ្នាក់កម្ពុជារវាងប្រទេសទាំងពីរយ៉ាងណាក៏ដោយក៏យើងពុំទាន់បានឃើញនៅចំណុចជាវិជ្ជមានដ៏ធំណាមួយដែលធ្វើឲ្យស្ថានភាពរបស់ប្រទេសទាំងពីរនេះថយចុះឬក៏រងមកសភាពល្អដោយដើមនោះទេបើទោះបីជាជំនួបរវាងឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាជាមួយនឹងឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិថៃឃើញមាននៅលទ្ធផលជាវិជ្ជមានមួយចំនួនក៏ដោយក៏ប៉ុន្តែស្ថានភាពនៅក្នុងការប្រងជើងការរវាងប្រទេសទាំងពីរគឺស្ថិតនៅក្នុងភាពចាំបាច់រហូតតែម្ដងនេះគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនដល់បងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំសូមបកក៏ដូចជាសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានដឹងដែរថាតើនៅពេលដែលបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកំពុងតែមានភាពក្តៅកគុកដូច្នេះចំពោះការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនឹងទៅជាយ៉ាងណាដែរប្រហែលជាបងប្អូនទាំងអស់គ្នាបានជ្រាបក៏ដូចជាបងប្អូនទាំងអស់គ្នាបានដឹងហើយថាថ្មីនេះតែម្ដងគឺក្រមយោធារបស់ប្រទេសថៃបន្ទាប់អំពីទទួលបានសិទ្ធិអំណាចអំពីនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃនោះគឺបានចាប់ផ្ដើមបិទនៅច្រកព្រំដែនដោយឯកតោភាគីរបស់ខ្លួនដោយការបិទច្រកព្រំដែនរវាងកម្ពុជាថៃតែម្ដងដែរវាជាចំណុចមួយជាអតិពលមិនល្អនោះទេនៅក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរដោយដែលបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយថាអាជីវកររស់ស៊ីកម្ពុជាជាច្រើនបានធ្វើការរស់ស៊ីក៏ដូចជានាំនៅតំណែងមួយចំនួនធំចេញមកពីប្រទេសថៃដើម្បីយកមកលក់នៅក្នុងប្រទេសកម្ពុជាផងដែរហើយអ្វីដែលយើងបានសង្កេតឃើញនោះតែម្ដងគឺមានសកម្មភាពនៃការតវ៉ារវាងអាជីវកររបស់ប្រទេសថៃជាច្រើនដែលកំពុងតែរកស៊ីនៅតាមបន្តព្រំដែនរវាងថៃកម្ពុជានេះពីព្រោះវាពិតជាប៉ះពាល់ទៅដល់បញ្ហានៃការរកស៊ីរបស់ពួកគេខ្លាំងណាស់អ្វីដែលខ្ញុំចង់ជម្រាបជូនដល់បងប្អូនទាំងអស់គ្នាបន្ថែមទៀតនោះនៅក្នុងការថ្មីនេះតែម្ដងសម្ដេចប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជាគឺសម្ដេចអគ្គសេនាមហាបតីតេជោហ៊ុនសែនក៏សម្ដេចបានធ្វើការប្រកាសក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យបានជ្រាបឲ្យបានដឹងសម្ដេចចង់ឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងមានភាពចាស់ទុំនិងមានភាពអត់ធ្មត់ទៅលើបញ្ហាអធិការឬការធ្វើអ្វីមួយដោយឯកតោភាគីអំពីសំណាក់របស់ប្រទេសថៃតែម្ដងជាក់ស្ដែងដូចជាការបិទនៅច្រកព្រំដែនតែម្ដងសម្ដេចបានប្រកាសក៏ដូចជាបានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាថានៅពេលណាដែលថៃគេសម្រេចចិត្តធ្វើអ្វីដោយឯកតោភាគីនោះមិនមែនមានន័យថាវាជះឥទ្ធិពលមកលើកម្ពុជាយើងទាំងស្រុងនោះទេសូម្បីតែថៃក៏ទទួលរងនូវឥទ្ធិពលនឹងផងដែរសម្ដេចបានលើកឡើងនៅចំណុចមួយដ៏មានអត្ថន័យផងដែរថាប្រសិនណាបើមិនមានឃើញផលិតផលរបស់ប្រទេសថៃដែលលក់នៅក្នុងប្រទេសកម្ពុជានោះមិនមែនមានន័យថាកម្ពុជាមិនចង់យកមកលក់នោះទេគឺដោយសារតែបញ្ហាថៃខ្លួនឯងនៅក្នុងការបិទច្រកព្រំដែននឹងតែម្ដងការបិទច្រកព្រំដែនប្រៀបបីដូចជាការកាត់នៅសរសៃឈាមដើម្បីធ្វើឲ្យឈាមលែងចលនាឬក៏រត់ចូលគ្នាដូចនោះឯងសូម្បីតែការធ្វើពាណិជ្ជកម្មរវាងប្រទេសនិងប្រទេសក៏វាជាសរសៃឈាមពាណិជ្ជកម្មមួយដែលធ្វើឲ្យសង្វាក់ចលនានៃការធ្វើអាជីវកម្មឬក៏ការរកស៊ីរវាងប្រទេសនីមួយៗនឹងឯងគឺមានភាពល្អប្រសើរផងដែរនៅពេលណាដែលយើងបិទនៅច្រកព្រំដែនហើយយើងកំណត់នៅម៉ោងចេញចូលបន្ថែមទៀតនោះវាពិតជាជះឥទ្ធិពលទៅដល់ក្រុមអាជីវកររវាងប្រទេសទាំងពីរខ្លាំងណាស់ដោយដែលខ្ញុំបានជម្រាបជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបអញ្ចឹងថាបើយើងមើលទៅតាមបណ្ដាញប្រព័ន្ធ social media គឺយើងបានឃើញបងប្អូនប្រជាពលរដ្ឋថៃឬក៏អាជីវករថៃដែលកំពុងតែរកស៊ីជាមួយនឹងកម្ពុជានៅតាមបន្ទាត់ព្រំដែនគឺពួកគាត់មានការខកចិត្តក៏ដូចជាសម្ដែងនៅសេចក្តីលំបាកក៏ដូចជាតវ៉ាជាមួយនឹងរាជរដ្ឋាភិបាលរបស់ពួកគេឲ្យគិតគូរទៅលើចំណុចនៅក្នុងការបិទច្រកព្រំដែននឹងតែម្ដងប្រសិនណាបើស្ថានភាពនៅតែមិនល្អហើយការបិទច្រកព្រំដែននេះមានការកំណត់ម៉ោងបន្ថែមទៀតនោះសង្វាក់ពាណិជ្ជកម្មក៏ដូចជាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរពិតជាមិនអាចមានភាពល្អប្រសើរនោះទេដោយដែលបងប្អូនទាំងអស់គ្នាបានជ្រាបអញ្ចឹងថារាជរដ្ឋាភិបាលរបស់ប្រទេសទាំងពីរមានគម្រោងនៅក្នុងការដំឡើងនៃការធ្វើពាណិជ្ជកម្មទ្វេភាគីរហូតទៅដល់$15,000 លានសហរដ្ឋអាមេរិកក៏ប៉ុន្តែ
បើយើងមើលពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ2024គឺបានជិតរហូតដល់$10,000 សហរដ្ឋអាមេរិកនេះគឺជាចំនួនមួយដ៏ធំផងដែរក៏ប៉ុន្តែសន្ទុះឬក៏ការព្យាករណ៍របស់រាជរដ្ឋាភិបាលទាំងពីរនៅក្នុងឆ្នាំ2025នេះប្រហែលជាវាមិនអាចដោយអ្វីដែលរាជរដ្ឋាភិបាលទាំងពីរចង់បាននោះទេដោយសារតែបញ្ហាកត្តាចំនួនព្រំដែនរវាងប្រទេសទាំងពីរដោយមានការបិទនៅច្រកព្រំដែនបិទនៅការរកស៊ីចិញ្ចោរវាងប្រទេសទាំងពីរនឹងតែម្ដងបើតាមសារព័ត៌មាន The Nation របស់ប្រទេសថៃបានចុះផ្សាយនៅក្នុងថ្ងៃនេះផងដែរគឺបានចុះផ្សាយអំពីប្រធានសហព័ន្ធឧស្សាហកម្មរបស់ប្រទេសថៃបានចេញនៅរបាយការណ៍របស់គេនៅក្នុងថ្ងៃនេះផងដែរថាប្រសិនណាបើបញ្ហានៅក្នុងការបិទច្រកព្រំដែនរវាងកម្ពុជាថៃឬក៏ការបិទបើកម៉ោងពេលវេលាចេញចូលរបស់ក្រមយោធាបែបនេះវានឹងពិតជាជះឥទ្ធិពលមិនល្អនោះទេទៅដល់សង្វាក់ពាណិជ្ជកម្មរបស់ប្រទេសថៃប្រធានសហព័ន្ធក្នុងនេះបានលើកឡើងថាទំហំនៃការនាំចូលរបស់ប្រទេសថៃមកក្នុងប្រទេសកម្ពុជាគឺមានរហូតដល់$170,000 លានហើយវាស្មើជាមួយនឹងទំហំទឹកប្រាក់$5,200 លាននេះគឺជាចំនួនទឹកប្រាក់ដ៏ធំហិមាដែលប្រទេសថៃធ្វើការនាំចូលមកក្នុងប្រទេសកម្ពុជាយើងតែម្ដងក៏ប៉ុន្តែប្រធានសហព័ន្ធឧស្សាហកម្មរុងនេះក៏បានសង្កត់ធ្ងន់ផងដែរថាប្រសិនណាបើរាជរដ្ឋាភិបាលរបស់ប្រទេសថៃនៅតែមិនអើពើនៅចំណុចនេះហើយអស់បន្លាយនៅស្ថានភាពនៃការកំណត់ម៉ោងចេញចូលឬក៏ម៉ោងនៃការរកស៊ីរវាងប្រទេសទាំងពីរនោះវាជាក់ច្បាស់ណាស់វានឹងពិតជាអតិពលមិនល្អដល់ប្រទេសថៃទាំងស្រុងតែម្ដងពីព្រោះថាទំហំនៃការនាំចេញរបស់ប្រទេសថៃយកមកលក់នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាគឺវាមានចំនួនដ៏ច្រើនបើយើងធៀបជាមួយនឹងការនាំចេញផលិតផលរបស់ប្រទេសកម្ពុជាយកទៅលក់នៅក្នុងប្រទេសថៃតែម្ដងបើទោះបីជាយ៉ាងណាក៏ដោយក្នុងនាមការធ្វើការឬក៏ការរកស៊ីជាមួយគ្នាប្រសិនណាបើយើងផ្អាកនៅក្នុងការរកស៊ីវាជាមិនផុតអំពីការខាត់បងនោះទេវាអាចមានការខាត់បងតិចឬការខាត់បងច្រើនក៏ប៉ុន្តែបើតាមការព្យាករណ៍ក៏ដូចជាការមិនសប្បាយចិត្តរបស់ប្រធានសហព័ន្ធរូបនេះក៏ដូចជាក្រុមអាជីវកររបស់ប្រទេសថៃដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃគឺយើងបានឃើញថានេះក៏ជាអតិពលមួយមិនល្អផងដែរនៅសម្រាប់បងប្អូនប្រជាពលរដ្ឋថៃអញ្ចឹងយើងនឹងរងចាំតាមដានមើលបន្ថែមទៀតតើបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃអាចជួយសម្រួលនៅក្នុងការជួយធ្វើពាណិជ្ជកម្មរវាងកម្ពុជាថៃមានភាពល្អប្រសើរដូចមុនឬក៏កាន់តែធ្វើឲ្យមានភាពយ៉ាប់យ៉ឺនដូចជាក្រមទាហានរបស់ប្រទេសទាំងសងខាងអញ្ចឹងយើងនឹងរងចាំតាមដានមើលបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍ក៏ដូចជាស្ថានភាពរវាងកម្ពុជាថៃតែម្ដងបាទសូមអរគុណ